anh mau nó tí này chụp té anhចាស់ពីដើមតែងតែផ្ដាំបើនៅសុកពេលកណ្ដាលអាត្រៀតអ្នកស្រាប់តែធំក្លិនផ្កាក្រអូបឈ្ងុយឆ្ងប់ខុសធម្មតាហោះមកតាមខ្យល់កុំមាត់កុំសួររួយប្រញាប់បិទទ្វារបង្អួតចូលដេកភ្លាមព្រោះក្លិននោះវាមិនមែនជាក្លិនផ្កាពិតប្រាកដទេតែវាជានុយរបស់ព្រាយក្រមុំដែលកំពុងដើររកគូស្រករសំឡេងខ្យល់បក់វូសំឡេងដណ្ដឹងខ្យល់រត់តិចចុះប្រសិនបើអ្នកមិនត្រឹមតែហិតក្លិនតែអ្នកបែរជាដើរតាមវារហូតទៅរើសបែបរបស់របររបស់វាយកមកទុកក្នុងផ្ទះទៀតនោះតើមានរឿងអីកើតឡើងសូមស្វាគមន៍មកកាន់ podcast របស់យើងជាថ្មីម្ដងទៀតយប់នេះខ្ញុំនឹងនាំអ្នកទៅកាន់ភូមិដាច់ស្រយាលមួយក្បែរមាត់ស្ទឹងសង្កែខេត្តបាត់ដំបងកាលពីចំនួនឆ្នាំ90រឿងនេះគឺជារឿងពិតរបស់គ្រួសារមួយដែលត្រូវបែកបាក់យ៉ាងសោកនាដកម្មបន្ទាប់ពីប្តីបាននាំយកភ្ញៀវមិនបានអញ្ជើញមកចូលដេកក្នុងបន្ទប់ដោយមិនដឹងខ្លួនពូស៊ុបជាអ្នកនេសាទម្នាក់ដែលតែងតែចេញទៅរកត្រីនៅពេលយប់ជ្រៅគាត់មានប្រពន្ធឈ្មោះម៉ាលីនិងកូនប្រុសទើបនឹងចេះដើរតេះតាសម្នាក់យប់មួយខែរណូចងងឹតស្លុបមេឃចូលអាអប់ក្រាស់ខ្លាំងលើផ្ទៃស្ទឹងពូស៊ុបកំពុងអុំទូកបណ្ដាសន្ទូស្រាប់តែគាត់ធំក្លិនមួយជាក្លិនផ្ការំដួលក្រអូបឈ្ងុយឆ្ងប់ពេញច្រមុះក្លិននេះវាក្រអូបពេកក្រអូបរហូតដល់ធ្វើឲ្យគាត់វិលមុខនិងមានអារម្មណ៍ថាចង់ដើរតាមគាត់អ៊ុំទូកសំដៅទៅរកប្រភពក្លិននៃត្រើយម្ខាងដែលជាព្រៃរុស្សីកោងក្ងក់ពេលទៅដល់តាមពន្លឺព្រះច័ន្ទស្រអាប់គាត់ឃើញស្រមោលមនុស្សស្រីម្នាក់កំពុងអង្គុយបែរខ្នងសិតសក់ដ៏វែងអន្លាយរបស់នាងនៅលើគល់ឈើក្បែរមាត់ទឹកសំឡេងសិតសក់ក្រឹតពូស៊ុបដូចមនុស្សត្រូវមុនអាគៀមគាត់ឈប់ទូកសម្លឹងមើលនាងមិនដាក់ភ្នែកស្រាប់តែស្ត្រីនោះក្រោកឈររួចលោតចុះទៅក្នុងទឹកទន្លេបាត់ទៅបន្សល់ទុកតែពពុះទឹកនិងវត្ថុម្យ៉ាងដែលចាំងផ្លេកនៅលើគល់ឈើគាត់ឡើងគោកដើរទៅមើលវាគឺជាស្នៀតសក់ធ្វើពីប្រាក់សុទ្ធឆ្លាក់រូបផ្ការំដួលយ៉ាងស្រស់ស្អាតដោយសេចក្តីលោភលន់និងគិតចង់យកទៅផ្ញើប្រពន្ធគាត់ក៏រើសស្នៀតសក់នោះដាក់ចូលក្នុងហៅប៉ៅរួចចែវទូកត្រឡប់មកផ្ទះវិញគាត់មិនដឹងសោះឡើយថាគាត់មិនបានត្រឡប់មកម្នាក់ឯងទេតាំងពីយប់ដែលយកស្នៀតសក់នោះមកផ្ទះរឿងចម្លែកក៏ចាប់ផ្ដើមម៉ាលីដែលជាប្រពន្ធតែងតែរអ៊ូថាធំក្លិនស្អោឆ្អាបដូចត្រីងាប់នៅក្នុងបន្ទប់គេងតែផ្ទុយទៅវិញពូស៊ុបបែរជាប្រកែកថាគាត់ធំតែក្លិនផ្ការំដួលក្រអូបឈ្ងុយទៅវិញជូនដល់យប់ទី3ម៉ាលីភ្ញាក់ពីគេងនៅម៉ោង2រំលងអាធ្រាត្រីព្រោះឮកូនយំមិនបាត់នាងងាកទៅរកប្តីតែមិនឃើញស៊ុបដេកក្បែរម៉ាលីងើបដើរចេញពីបន្ទប់ទៅរកកូនពេលនាងអើតមើលទៅក្នុងអង្រឹងកូនឈាមក្នុងខ្លួននាងស្ទើរតែកកសំឡេងតន្ត្រីបញ្ឈប់ភ្លាមសល់តែសំឡេងខ្សឹបបំពេកូននាងឃើញរូបនាងខ្លួនឯងកំពុងឈរយល់អង្រឹងកូននិងច្រៀងបំពេស្ត្រីនោះមានរាងរាវសក់និងស្លៀកពាក់ដូចម៉ាលីបេះបិទប៉ុន្តែពេលដែលវាខ្លែងខ្លាយងាកមុខមកមុខរបស់វាស្លេកស្លាំងគ្មានក្របភ្នែកទេគឺមានតែប្រហោងខ្មៅជ្រៅហើយវាកំពុងញញឹមបញ្ចេញធ្មេញស្រួចបន្លាក់ឈាមវាខ្សឹបប្រាប់ម៉ាលីថាប្តីឯងហៅអានមកទីនេះជាផ្ទះអានម៉ាលីស្រែកលាន់រួចសន្លប់បាត់ស្មារតីពេលនាងដឹងខ្លួននៅព្រឹកបន្ទាប់នាងប្រាប់រឿងនេះទៅប្តីតែពូស៊ុបមិនជឿទេគាត់បែរជាខឹងនាងនិងចាប់ផ្ដើមមានអាកប្បកិរិយាផ្លាស់ប្ដូរពូស៊ុបលែងសូវខ្វល់ពីម៉ាលីភ្នែករបស់គាត់តែងតែសម្លឹងមើលទៅកន្លែងទំនេររួចញញឹមម្នាក់ឯងរាល់យប់គាត់តែងតែយកស្នៀតសក់ប្រាក់នោះមកអឹងអាយលេងទាំងងងឹតស្ថានភាពកាន់តែដុនដាបម៉ាលីដឹងថាប្តីនាងត្រូវព្រាយទឹកសន្ធឹកហើយនាងក៏លួចទៅញាក់មុនបៃសង់និងហៅគ្រូខ្វាយដែលពូកែທາງផ្លូវងងឹតមកផ្ទះនៅពេលដែលស៊ុបចេញទៅក្រៅគ្រូខ្មែរគ្រាន់តែជន់រៀនហាលផ្ទះភ្លាមគាត់ក៏រុញម៉ាលីចេញរួចនិយាយថាមេនេះកាចណាស់វាចង់យកកន្លែងឯងហើយ
វាកំពុងទៀនប្រលឹងប្តីឯងទៅបាតស្ទឹងយប់នោះគ្រូខ្មែរបានរៀបចំពិធីនៅកណ្ដាលផ្ទះគាត់ប្រាប់ម៉ាលីឲ្យយកកូនទៅពួនក្នុងបន្ទប់និងចាក់សោឲ្យជាប់ទោះមានរឿងអីឬឮសំឡេងនរណាហៅក៏ហាមបើកទ្វារដាច់ខាតម៉ោង 12 កណ្ដាលអាធ្រាត្រីខ្យល់ចាប់ផ្ដើមបកបោកយ៉ាងខ្លាំងទ្វារផ្ទះបើកទង្គិចគ្នាសំឡេងខ្យល់បោកទ្វារផាំងសុកដើរចូលក្នុងផ្ទះតែទម្រង់មុខគាត់ប្រែប្រួលភ្នែកគាត់ឡើងក្រហមគាត់មិនបានដើរចូលមកម្នាក់ឯងទេនៅពីក្រោយខ្នងគាត់គឺស្រមោលខ្មៅដ៏ធំមួយដែលមានសក់វែងអូសដីគ្រូខ្មែរចាប់ផ្ដើមបាចអង្ករសីមានិងជះទឹកមុនសំឡេងជះទឹកផាច់និងសំឡេងមនុស្សស្រែកថ្ងោងឺតប៉ុន្តែព្រាយនេះវាមានឫទ្ធិខ្លាំងដោយសារវាមានស្នៀតសក់ជាចំណងវាបានប្រើល្បិចបំភ្លេងខ្លួន illusion ស្រាប់តែភ្លើងចង្កៀងក្នុងផ្ទះរលត់ខ្មួលក្នុងភាពងងឹតគ្រូខ្មែរស្រាប់តែឃើញម៉ាលីកំពុងឈរច្របាច់កកូនតូចនៅក្នុងបន្ទប់គាត់ភ័យស្លន់ប្រអោគិតថាព្រាយនោះចូលសន្ធិដ្ឋម៉ាលីបាត់ទៅហើយគ្រូខ្មែរក៏ស្ទុះទៅថែកទ្វារបន្ទប់បើករួចយកខ្សែយ័ន្តវាយសំពងទៅលើស្ត្រីដែលគាត់គិតថាជាព្រាយនោះនេះគឺជាចំណុចដែលធ្វើឲ្យខ្ញុំអានហើយចង់ស្រក់ទឹកភ្នែកផងនិងព្រឺសម្បុរផងក្នុងភាពវិច្ចវត្តនិងងងឹតឆ្លុបនោះពូសុកដែលត្រូវមុនអាគៀមព្រាយក្របសង្កត់ក៏ស្ទុះទៅជួយគ្រូខ្មែរវាយសំពងព្រាយនោះរហូតដល់វាសន្លប់បាត់មាត់បាត់កគ្រូខ្មែរប្រាប់ពូសុកឲ្យប្រញាប់យកចងការុងរួចយកទៅទម្លាក់ចោលនៅកណ្ដាលស្ទឹងដើម្បីកុំឲ្យវាត្រឡប់មកវិញបានពូសុកធ្វើតាមគាត់អុំទូកទាំងកណ្ដាលអាធាត្រីយកការុងនោះទៅទម្លាក់ចោលនៅកន្លែងដែលគាត់រើបាំងស្នៀតសក់ប្រាក់ពេលគាត់ត្រឡប់មកដល់ផ្ទះវិញគ្រូខ្មែរបានលាត្រឡប់ទៅវិញប្រាប់ថាអ្វីមានសុវត្ថិភាពហើយពូសុកបើកទ្វារបន្ទប់គេងឃើញម៉ាលីកំពុងអង្គុយបំបោដោះកូននៅលើគ្រែទាំងស្នាមញញឹមគាត់ធូរទ្រូងរួចដើរទៅអបប្រពន្ធពីក្រោយតែប៉ុន្តែពេលដែលគាត់អបនាងគាត់បែរជាមិនធំក្លិនខ្លួនប្រពន្ធដោយរាល់ដងគាត់បែរជាធំក្លិនការរំដួលយ៉ាងខ្លាំងចេញពីសក់នាងហើយនៅជាប់នឹងសក់នោះគឺដោតស្នៀតសក់ប្រាក់យ៉ាងស្រស់ស្អាតស្ត្រីនោះងាកមុខយឺតនាងញញឹមញញែងធ្មេញរួចនិយាយខ្សឹបថាអរគុណបងដែលជួយយកនាងនោះទៅជំនួសកន្លែងអូននៅបាតស្ទឹងទើបពូសុកដឹងខ្លួនថាអ្នកដែលគាត់នឹងគ្រូវាយសំប៉ុងចងការុងទម្លាក់ទឹកអំបញ្ញមិញនោះគឺម៉ាលីជាប្រពន្ធពិតប្រាកដរបស់គាត់ចំណែកឯអ្នកដែលកំពុងអង្គុយលើគ្រែនេះគឺព្រាយបិសាចដែលឥឡូវនេះបានក្លាយទៅជាម្ចាស់ផ្ទះនិងជាម្ដាយរបស់កូនគាត់ពេញសិទ្ធគ្មាននរណាម្នាក់ដឹងថាជីវិតរបស់ពូសុកនិងកូនតូចទៅជាយ៉ាងណាបន្តទៀតនោះទេអ្នកភូមិគ្រាន់តែដឹងថាមួយរយៈក្រោយមកផ្ទះនោះត្រូវបោះបង់ចោលហើយរាល់យប់ខែរនោចគេតែងតែឃើញស្ត្រីសក់វែងម្នាក់អង្គុយសិតសក់ក្បែរមាត់ស្ទឹងដោយមានស្នៀតសក់ប្រាក់ចាំងប្លែកជានិច្ចរឿងនេះជាសាររំលឹកមួយថារបស់អ្វីដែលមិនមែនជារបស់យើងជាពិសេសរបស់ដែលធ្លាក់នៅតាមព្រៃឬមាត់ទឹកកុំចេះតែរើយកមកផ្ទះផ្ដេសផ្ដាត់ហើយប្រសិនបើអ្នកធុំក្លិនផ្កាក្រអូបនៅពេលយប់ជ្រៅសូមកុំព្យាយាមស្វែងរកប្រភពរបស់វាឲ្យសោះសូមអរគុណដែលបានស្ដាប់ដល់ចប់សូមពិនិត្យមើលមនុស្សដែលដេកក្បែរអ្នកយប់នេះផងតើអ្នកប្រកាសទេថាគាត់ពិតជាគាត់ពិតប្រាកដរាត្រីសួស្តី